ចាសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថានាងខ្ញុំនិងក្រុមការងារទាំងអស់បានមកដល់ទីរួមខេត្តសៀមរាបហើយក៏បានពំនាំជាមួយនឹងស្បៀងដែលមានចំនួន96គ្រួសារប៉ុន្តែឥឡូវនេះតាមព័ត៌មានបានផ្ដល់មកថានៅសល់តែ92គ្រួសារទេហើយយើងក៏បានយកមកដល់ហើយបងប្អូនអស់គ្នាអញ្ចឹងចាំទៅទស្សនាទាំងអស់គ្នានៅទស្សនវិជ្ជានៅខាងក្នុងជំរុំនៃបងជនភៀសសឹកជាមួយនឹងខ្ញុំតោះចាពុកម៉ែបងប្អូនអស់គ្នាឥឡូវនេះគឺយើងបានរៀបចំស្បៀងចាដាក់ទៅតាមកន្លែងនីមួយៗដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់ធ្វើការភៀសសឹកមិនទាន់បានត្រឡប់ទៅផ្ទះវិញដូចដែលបងប្អូនបានឃើញជំរាបសួរបងស្រីជំរាបសួរមិញជាប់សម្ភាសអត់បាននេះចាហ្នឹងហើយឥឡូវនេះគឺថាយើងកំពុងតែរៀបចំបដាដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងនេះគឺជាសកម្មភាពនៃការរៀបចំស្បៀងដែលយើងធ្វើការចែកជូនទៅដល់បងភៀសសឹកដែលមានចំនួន92គ្រួសារគឺគាត់បានធ្វើការត្រឡប់ទៅផ្ទះវិញចំនួន4គ្រួសារឲ្យពុកម៉ែបងប្អូនអស់គ្នាហើយមូលនិធិអីម្ដងរបស់យើងគឺនៅតែបន្តទទួលនៅថវិកាក៏ដូចជាស្បៀងក៏ដូចជារបស់របរប្រើប្រាស់ពុកម៉ែបងប្អូនបើមានបំណងចង់ចូលរួមគឺអាចចូលរួមបានដោយដែលបងស្រីជំរាបជូនអញ្ចឹងគឺនៅសារាត្រីបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងមកផ្ទាល់ហើយបើសិនជាដូចថានៅឆ្ងាយនៅឯភ្នំពេញនៅអីគឺអាចតាមរយៈមូលនិធិអីម្ដងដើម្បីអ្នកបានចាឥឡូវយើងទៅជួយជូនស្បៀងពួកគាត់ទាំងអស់គ្នាជាមួយនឹងខ្ញុំតោះនេះគឺជាធីមអីម្ដងដើម្បីអ្នកយើងអីម្ដងដើម្បីអ្នកគឺលើកនេះយើងមកមានគ្នាតិចមែនតើចូលតិចចាំខបានគាត់ក្តៅណាម៉ោងហ្នឹងយើងអត់គាត់ធ្វើក្នុងប្លុកសុំតាអញ្ចឹងចាឥឡូវនេះនាងខ្ញុំមកម្ដងទៀតហើយបងប្អូនទាំងអស់គ្នាហើយក៏ចង់សួរសុខទុក្ខទៅដល់ពុកម៉ែបងប្អូនមួយរយៈនេះមិនដែរសុខសប្បាយអត់សុខសប្បាយធម្មតារយៈពេលប្រហែលខែអីមីង3ខែเนาะអូយគុណសម្រាប់ការទះដៃអរគុណមែនតែនខ្ញុំពិតជាសប្បាយចិត្តខ្លាំងនៅពេលដែលបានឃើញពុកម៉ែបងប្អូននៅទីនេះហើយថ្ងៃនេះតាមពិតទៅមូលនិធិអីម្ដងដើម្បីអ្នកខ្ញុំឆ្លើយនៅមីក្រូហ្មងណាបងតាមពិតទៅមូលនិធិធ្វើទៅក៏មានចិត្តមួយថាអត់តន់ឈប់ទេព្រោះបងប្អូនទាំងអស់គ្នាអត់តន់ត្រឡប់ទៅវិញក៏បង្កើតជាមូលនិធិមួយដាក់ឈ្មោះខ្លួនឯងបងប្អូនពុកម៉ែអើយបងប្អូនពុកម៉ែទាំងអស់ប្រកាសជាបានឃើញហើយនេះគឺជាទស្សនវិជ្ជារបស់បងភៀសសឹកដែលមានចំនួន92គ្រួសារដែលគាត់មិនទាន់បានត្រឡប់ទៅផ្ទះហើយពេលដែលនេះខ្ញុំទៅដល់ឃើញថាអាណិតគាត់មែនតើបងប្អូនជាពិសេសលោកយាយដែលនៅចំពោះមុខនឹងខ្ញុំគឺគាត់មានបជនច្រើនមែនតើហើយរស់នៅក្នុងស្តង់នៃផ្សារនេះបងប្អូនទាំងអស់គ្នាគឺថាអត់មានផ្ទះអត់មានសុបាយទេពួកគាត់នៅជុំគ្នាហើយដោយសារម្ចាស់ផ្សារហ្នឹងគឺគាត់ឧបត្ថម្ភកន្លែងឲ្យស្នាក់នៅបើតាមដែលដឹងដូចដែលខាងបងអូនស្រីគាត់បានប្រាប់បងប្អូនទាំងអស់គ្នាគឺថាគាត់បានចេញជាមួយនឹងថ្លៃទឹកភ្លើងជូនទៅដល់បងភៀសសឹកទៀតហើយអ្វីដែលនេះខ្ញុំកំពុងតែអង្គុយនេះគឺអង្គុយសួរសុខទុក្ខលោកយាយដែលគាត់មានអាយុច្រើនហើយគាត់រស់នៅកន្លែងតំបន់ភៀសសឹកបងប្អូនឃើញនៅខាងក្រោយនេះខ្ញុំហ្នឹងគឺមានម៉ូតូប៉ុន្តែដល់ពេលនៅខាងក្នុងទៀតគឺថាគាត់បាំងដោយតង់ដាំស្លកដាវាលអញ្ចឹងទៅណាបងប្អូនអរគ្នា96គ្រួសារដែលរស់នៅទីនេះរយៈពេល3ខែជាងមកហើយណាពុកម៉ែបងប្អូនអញ្ចឹងហើយក៏នាងខ្ញុំនៅតែបន្តធ្វើមូលនិធិនេះឡើងដើម្បីជួយទៅដល់ពួកគាត់ទោះបីមិនបានច្រើនក៏បានតិចហើយក៏ជាកម្លាំងចិត្តមួយដែលយើងចេះតែបន្តធ្វើដោយសារតែទៅដល់គឺឃើញស្នាមញញឹមរបស់ពួកគាត់គឺមានអារម្មណ៍មួយថារំភើបមែនតើបងប្អូនអើយអញ្ចឹងបានថាយើងរាល់ថ្ងៃយើងថាយើងពិបាកជួបបងប្អូនដតីទៀតដែលគាត់ធ្វើការភេសសឹកគាត់មិនមានផ្ទះសុបាយនៅគាត់មានការពិបាកបណ្ណាអ្វីដែលអាចជួយបានយើងចេះចែករំលែកជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលអាសន្នក្នុងគ្រាដែលត្រូវការបែបនេះសម្រាប់នេះខ្ញុំអីម្ដង
គឺមានតែបនស្រន់សូមឲ្យពួកគាត់ឆាប់ត្រឡប់ទៅផ្ទះវិញដោយសុខសុវត្ថិភាពហើយនាងខ្ញុំក៏នៅតែបន្តធ្វើមូលនិធិតាមលទ្ធភាពទៅតាមអ្វីដែលអាចធ្វើទៅបានចា៎អរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនចង់ជួយគាត់គឺអាចជួយបានគឺគាត់នៅឯផ្សាររាត្រីនៅឯខេត្តសៀមរាបណាបងប្អូនអរគ្នាគឺអាចជួយបានយើងជួយគ្នាទៅម្នាក់បន្តិចទៅក៏អាចបន្តគាត់ទៅទៀតបន្តនៃការរស់នៅគាត់បន្តទៀតព្រោះថាគាត់នៅក្នុងមិនដឹងថាអត់មានអីត្រូវធ្វើអីធ្វើការងារអីទេបងប្អូនអើយ3ខែនេះបានតែជំនួយពីសប្បុរសជនជួយចុះបើអត់មានជំនួយគាត់មិនដឹងថាទៅធ្វើអីបងប្អូនឃើញកូនតូចក៏មានដែរនោះចាស់ជរាក៏មានដែរអាណិតណាអញ្ចឹងគឺមានតែយើងទាំងអស់គ្នាទេដែលអាចរួបរួមសាមគ្គីគ្នាជួយគ្នាបន្តទៀតយើងថែមតែបន្តិចទៀតទេបងប្អូនទាំងអស់គ្នាគឺគាត់អាចជោគជ័យនឹងត្រឡប់ទៅផ្ទះវិញដោយសុខសុវត្ថិភាពហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងក្រៅនេះខ្ញុំគឺជាបងភាសឹកដែលគាត់ធ្វើការភាសឹកមិនទាន់បានត្រឡប់ទៅផ្ទះហើយយើងក៏បានធ្វើការចែកស្បៀងជូនទៅដល់ពួកគាត់ហើយបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងចូលរួមតាមរយៈមន្ទីរអីម្ដងដើម្បីអ្នកអាចចូលរួមបានចា៎អរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការចូលរួមកន្លងមកជាមួយនឹងមន្ទីរអីម្ដងដើម្បីអ្នកគឺយើងនៅតែបន្តធ្វើរហូតតតែបងភាសឹកគាត់ធ្វើការត្រឡប់ទៅផ្ទះវិញអរគុណច្រើនមែនទែនចឹងជម្រាបលាពុកម៉ែបងប្អូនជួបជាមួយនឹងខ្ញុំនៅ vlog វីដេអូក្រោយទៀតក៏ដូចជាការធ្វើសប្បុរសធម៌បន្តទៀតនៅ page មន្ទីរអីម្ដងដើម្បីអ្នកក៏ដូចជា page អីម្ដងសូអីម្ដងដែលមានជាអក្សរខ្មែរនិងអក្សរអង់គ្លេសក៏មានផងនៅក្នុង YouTube ដែរចាអរគុណ